បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមកធ្វើ vlog បាទនេះ vlog ជាមួយនឹងពេលណាគេនៅក្រោយបាទហើយនឹងនេះមួយទៀតនេះនាង Hello បាទមកមើលជាការបងប្អូនសឡងខ្ញុំឆ្នាំនេះដោះអំពើលេកន្លែងនេះហូបាទចឹងទេក៏ឆ្លៀតបង្ហាញទេសភាពបាទជូនដល់បងប្អូនទាំងអស់គ្នាអញ្ចឹងសូមទស្សនាដូចតទៅបាទនេះគឺជាទេសភាពបាទដែលខ្ញុំថតជាតម្រងប្រឈោតងាយស្រួលនៅក្នុងការកាន់ថតបាទដោយតែបងប្អូនបានឃើញអញ្ចឹងបាទនេះជាទេសភាពបាទហើយកន្លែងនេះបាត់ធំបងប្អូនបាត់ធំមែនទែនបាទមកមើលស្វាយចំណែកនេះគឺជាស្វាយរបស់ខ្ញុំបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាបាទតាមការពិតទៅអាសាមកត្រួតពិនិត្យមើលហ្នឹងគឺដើម្បីយើងមើលពីស្ថានភាពបាទសត្វល្អិតដែលវាធ្វើការញោមញីទៅលើដំណាំស្វាយរបស់យើងណាបាទយើងអាសាមកមើលចឹងទេនេះគឺជាស្មៅបាទដែលខ្ញុំត្រៀមនឹងធ្វើការសម្អាតវាបន្ទាប់ពីធ្វើការកន្លែងអីនោះរួចរាល់បាទខ្ញុំនឹងមកនឹងម្ដងទៀតដោយសារតែចការយើង2កន្លែងបាទ3កន្លែងចឹងហើយធ្វើម្ដងមួយវគ្គតាមជំហានរបស់វាបាទនិយាយរួមទៅនៅខាងខ្ញុំនេះភ្លៀងបាទក៏ប៉ុន្តែភ្លៀងលក្ខណៈថាអត់សូវមានទឹកប្រហែលដែរបងប្អូនបាទជាទូទៅណាបាទពេលយ៉ាងហើយការប្រើប្រាស់ដូចជាបាញ់ថ្នាំបាញ់អីបើសិនជាគេមានគោយន្តអត់អីទេតែសម្រាប់ខ្ញុំអត់មានគឺថារាំងពិបាកយ៉ាងនេះបងប្អូនបាទទេសភាពហើយនេះគឺជាសភាពដែលសត្វល្អិតវាបំផ្លាញបងប្អូននេះដូចតែបងប្អូនបានឃើញអញ្ចឹងបាទសត្វល្អិតវាញោមញីស្វាយយើងមែនទែនយើងបន្ទាប់ពីខ្ញុំបានបាញ់ថ្នាំតកូវវគ្គមុនត្រួយវាក៏វាលាស់រៀងល្អមកតិចដែរបាទដល់ពេលអញ្ចឹងទៅយើងមកត្រួតពិនិត្យមើលម្ដងទៀតជាក់ស្ដែងណាព្រោះថាខ្ញុំបាញ់តែថ្នាំតកូវទេបាទប៉ុន្តែសត្វល្អិតដូចជាមូសតែមូសអីអត់ទាន់មានថ្នាំបាញ់វគ្គក្រោយប្រហែលជានឹងធ្វើការសម្អាតមូសតែនេះគឺជាសត្វល្អិតតែសត្វល្អិតប្រភេទយាជីនេះយើងគិតថាវាល្អទេបាទវាអត់ប្រផ្លាញដំណាំយើងទេព្រោះវានៅលើត្រួយស្វាយរបស់យើងវាគ្រាន់តែមកចាំក៏ស៊ីនៅសត្វល្អិតដូចគ្នាតែប៉ុណ្ណោះបាទតកតងទៅនឹងស្វាយចន្ទីរបស់ខ្ញុំគឺយើងដាំបានមួយឆ្នាំប្រហែលខែបងប្អូនដោយសារតែយើងដាំខែ6ឆ្នាំទៅបាទឥឡូវនេះវាចូលខែ8អញ្ចឹងសរុបទៅវាចូលមកខួបជាងហើយបាទហើយសភាពស្វាយគឺឃើញថាវារៀងល្អបាទតែដលងរបស់ខ្ញុំវាអត់សូវល្អទេបាទដោយសារតែការដាំគឺមេឃវាអត់សូវភ្លៀងមួយយ៉ាងទៀតនៅក្នុងឆ្នាំហ្នឹងអាកាសធាតុគឺវារាំងក្តៅបន្តិចដែរបាទវាខុសពីរាល់ឆ្នាំបាទនិយាយរួមទៅទេសភាពនៅចកាគឺស្រស់ស្រាយបងប្អូនបាទមើលទៅក្បាលហ្នឹងឆក់ហើយចំណែកស្វាយមួយដើមខាងនោះគឺជាស្វាយដែលសល់តាំងពីខ្ញុំដាំវគ្គមុនមានន័យថាវគ្គមុនស្វាយខ្ញុំយើងដាំ8 9 10ឆ្នាំហើយបាទប៉ុន្តែយើងដាំគ្រាប់បើយ៉ាងយើងរុញគ្រាប់ចេញយើងមកដាក់ M23 វិញដើម្បីយើងផ្លាស់ប្ដូរដំណាំព្រោះការដាំគ្រាប់វាអត់ទទួលបានទិន្នផលដូចជាចំណូលអីទេបាទច្រើនតែដីបាទមហាត់អីបាន2លាន3លានអីហ្នឹងបាទបើយើងដាំ M23 វាអាចកើនចំណូលបានច្រើនចឹងឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរទៅផ្ទះវិញហើយបាទទៅមើលកន្លែងបន្លែបាទដោយសារតែខ្ញុំទៅបេះបន្លែនៅជាការបងខ្ញុំនៅដាំតាមជាការហើយក៏ឆ្លៀតធ្វើជាប្លុកបាទបង្ហាញបងប្អូនបាទការពិតទៅប្លុកនេះมันសូវសមទេបាទបើថតព្រៃឈើអាចស្អាតបើថតមុខមនុស្សដូចជាមិនសូវស្អាតដែរព្រោះយើងវាចាស់ហើយបាទហើយណាមួយសក់អញ្ចឹងក៏វាអស់ដែរបងប្អូនដឹងថាកាត់ម៉ូតអីឲ្យសមបាទអញ្ចឹងកុំភ្លេចជួយចុច like បាទបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្ត Hello កូនថា Hello Hello ទេសភាពគឺស្អាតបាទឆ្នាំនេះដោយសារតែដលងរបស់ខ្ញុំហ្នឹងវាអត់សូវដោះបងប្អូនមើលធំមែនទែន
ដោយសារតែការភ្ជួរគឺមានសភាពវែករងភុំទៅរងស្វាយណាដល់ពេលយើងហើយកណ្ដាលដលងធ្វើឲ្យដលងអន់បាទអញ្ចឹងនេះជាទេសភាពប្លុកនៅក្នុងថ្ងៃនេះបងប្អូនចំណុចនេះគឺជាស្វាយបាទជាស្វាយចន្ទីបាទហើយនេះគឺគ្រួសាររបស់ខ្ញុំបាទហើយខាងនោះស្វាយធំខាងនោះក៏ជាស្វាយរបស់ខ្ញុំដែរបាទខាងនោះ M23 បាទមកនេះយើងជិះទៅចោលអ្នកថតជិះចោលម៉ែបាយចាំតបេះបន្លែម្ដងទៀតតលឿនមុខនេះជាទេសភាពបាទតំណាំថ្ងៃនឹងជាការបងប្អូនបាទនេះគឺជាប្លុកបែបគ្រូសាបងប្អូនបាទនៅតាមជនបទមានអីទេហើយការថតរបស់ខ្ញុំគឺជាការថតតម្រង់វិឈរនៅក្នុងវីដេអូមួយនេះបាទការដាំពោតនេះគឺនៅនឹងជាការទេបាទគឺនឹងរងបាទរងយើងនៅតាមចកាណាបាទអ្វីដែលសំខាន់ហើយក៏ឆ្លៀតធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាបាទសង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលចិត្តបាននៅក្នុងវីដេអូមួយនឹងបាទហើយនេះគឺជាត្រប់បាទដែលមាននៅក្បែររោងគឺឃើញថាផ្លែច្រើនបងប្អូនបាទផ្លែច្រើនមែនទែនតែតូចទេបាទប្រភេទត្រប់នេះគឺផ្លែតូចបាទទាំងកងផ្លែធម្មជាតិមានជាតិគីមីតែមានតកៅមួយមានតកៅអីយយមានតកៅមួយនឹងគេហៅថាធម្មជាតិបេះត្រប់ក្តោគោបេះកាន់ដើមឲ្យស្រួលណាដាច់ដើមបែធំខនអាយញ៉ាំមើលថតស្លាក់ខ្ជិលថតយ៉ាងម៉ាក់កូនហូបស្លាក់ឯណាប៉ុណ្ណឹងចឹងសិតតែបន្លែធម្មជាតិប៉ុណ្ណឹងហើយបាយយ៉ាងទេនៅក្នុងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេបាទបងប្អូនកុំភ្លេចជួយចុច Subscribe បាទនិងជួយចុច Like បាទម្នាក់មួយផងបាយ